វារៈបរោះយើងទៅហើយជាដៃគុំតបខ្ញុំតែធ្វើមុនទីចាច់អីមានប្រធានមេដានឹងជួយអបថំនំឲ្យជាចិត្តក្រុមហ៊ុនមីដាមិនត្រឹមតែជាក្រុមហ៊ុនផលិតនំនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះនោះទេយើងក៏បានចាត់ទុកការទទួលខុសត្រូវសង្គមគឺជាបេសកកម្មស្នូលរបស់យើងផងដែរហើយជាពិសេសអរគុណថ្ងៃនេះក្រុមហ៊ុនមីដានឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាកម្មវិធីសប្បុរសធម៌ដែលរៀបចំឡើងនៅវត្តពោធិ៍ចិនតុងនៅថ្ងៃទី18 ខែតុលា 2025ហើយថ្ងៃនេះក្រុមហ៊ុនមីដាយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលសម្ដេចក្រុងព្រះនរោត្តមចក្រពង្គឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្របានយាងមកចូលរួមផ្ទាល់ដើម្បីប្រទានអំណោយដល់ពុកម៉ែបងប្អូនដែលថ្ងៃនេះជាការបង្ហាញពីក្តីស្រឡាញ់និងភាពកក់ក្ដៅដ៏ធំធេងចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរអំណោយដែលក្រុមហ៊ុនមីដាយើងខ្ញុំបាននាំមកជូនថ្ងៃនេះមានដូចជាថវិកាឆ័ត្រនិងនំមីដាអំណោយទាំងនេះគឺមានការបង្ហាញពីការយកចិត្តទុកដាក់និងការលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមានកម្លាំងចិត្តនិងសេចក្តីសង្ឃឹមបន្តតស៊ូនៅក្នុងជីវិតកុំភ្លេច follow page Facebook របស់ក្រុមហ៊ុនមីដាដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនរបស់យើងទៀតបាយបាយ នំមីដាចែករំលែកភាពរីករាយជាមួយនឹងអ្នក